សូមស្វាគមន៍មកកាន់ EE Supply Cambodia នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការ unboxing ទៅលើ emergency button របស់ក្រុមហ៊ុន Schneider អញ្ចឹងបងប្អូនអាចស្វែងរកបាននៅ EE Supply គឺយើងមានលក់មិនថា push button pilot light ឬក៏ emergency button ទេគឺយើងមាននៅក្នុង stock ទាំងអស់ហើយនៅក្នុងវីដេអូនេះដែរដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺអានេះគឺជាជើងរបស់ emergency button ដែលវាមានប្រអប់ផ្សេងវាជាប្រភេទ NONC ហើយតង់ខ្យងរបស់វាមាន 24V និង 220V រីឯនៅក្នុងប្រអប់ធំនេះវិញគឺជាក្បាល emergency button អញ្ចឹង Schneider គឺគាត់ដាក់ផលិតផលផ្សេងគ្នាមិនថាក្បាល emergency button ហើយនិងជើង emergency button នេះគឺក្នុងប្រអប់ផ្សេងគ្នាហើយក្នុងការរបៀបភ្ជាប់គឺវាអត់ប្រវាយបងប្អូនបងប្អូនគ្រាន់តែមើលស្លាកសញ្ញានៅលើក្បាល emergency button ដែលមានសញ្ញាព្រួញអញ្ចឹងយើងមកមើលខាងក្រោមវិញក៏វាមានសញ្ញាព្រួញដូចគ្នាដែរហើយយើងគ្រាន់តែរុញចូលតែបន្តិចទៅគឺវាជាប់កលឹះហើយអញ្ចឹងគឺហើយបើសិនជាបងប្អូនត្រូវការចង់ដោះវាចេញក៏អត់ពិបាកដែរយើងមានជាប៊ូតុងយើងគ្រាន់តែទាញចេញមកគឺដកចេញបានហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺបង្ហាញបងប្អូនប៉ុណ្ណេះបើសិនមានចំណាប់អារម្មណ៍សូមតាក់ទងមកកាន់ EE Supply Cambodia ទាំងអស់គ្នាអរគុណ